ចាសូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះសូមចែករំលែកបទពិសោធន៍ដែលខ្ញុំកំពុងតែជឿរាល់ថ្ងៃគឺជំងឺទឹកដក់ក្នុងភ្នែកបងប្អូនអញ្ចឹងបើបងប្អូនមានបញ្ហាជំងឺដូចខ្ញុំហើយសូមបញ្ញាប់រុះរាន់ទៅពេទ្យជាបន្ទាន់ខ្ញុំបញ្ហាភ្នែកខ្ញុំនៅសល់តែមួយចំហៀងបងប្អូនខាងឆ្វេងគឺខ្ញុំខូចទៅហើយតែខ្ញុំសមមកគឺខ្ញុំអាសាទៅពេទ្យរហូតខ្ញុំទៅពិនិត្យអញ្ចឹងខ្លាចបើយើងមានបញ្ហាអីក៏បើមានបញ្ហាកាត់ឡើងប៉ុន្តែនៅតែកាត់ឡើងតតែបានបងប្អូនខ្ញុំជំងឺទឹកដក់ក្នុងភ្នែកបងប្អូនខ្ញុំទៅពេទ្យសុំសួរពេទ្យតែទៅរាល់តែខែមួយខែទៅម្ដងមួយខែទៅម្ដងបងគ្លីនិកមួយហ្នឹងគឺខ្ញុំអត់ប្រាប់ថាគ្លីនិកណាទេគឺខ្ញុំទៅជារៀងរាល់ថ្ងៃទៅជារៀងរាល់ខែសមាជិកស្រ័យទៅហើយប៉ុន្តែទៅដល់ហើយគេពិនិត្យវាយូរខែដែរបងប្អូនគេថាទឹកដក់ក្នុងភ្នែកគេថាជំងឺទឹកដក់អញ្ចឹងគេឲ្យគេថាខ្ញុំសួរថាត្រូវធ្វើម៉េចបន្តលោកគ្រូពេទ្យហ្នឹងគាត់ថាត្រូវបន្តថ្នាំជារៀងរាល់ថ្ងៃទៅតាមការណែនាំរបស់ពេទ្យគឺខ្ញុំបន្តជារៀងរាល់ពេលរាល់ខែអញ្ចឹងរបស់ពេលនេះខ្ញុំទៅពេលឈឺខ្ញុំទៅតែប៉ុន្តែបើអត់ឈឺទេគឺទៅតាមការណាត់បើថាឈឺហើយយើងទៅមុនការណាត់អញ្ចឹងគឺខ្ញុំទៅបងប្អូនហើយសម្រាប់ចុងខែ10 2025បងប្អូនគឺខ្ញុំមានបញ្ហាហ្នឹងជួបតែម្ដងគឺខ្ញុំបញ្ហាល្ងឹតខ្ញុំទៅពេទ្យសួរលោកគ្រូពេទ្យមិនភ្នែកខ្ញុំមិនគួរល្ងឹតចឹងខ្ញុំថាមកពីអារម្មណ៍របស់យើងខ្ញុំថាខ្ញុំអត់មានអារម្មណ៍អីទេបញ្ហាខ្ញុំគឺល្ងឹតតែម្ដងគោមកវិញគឺខ្ញុំពិភាក្សាជាមួយប្អូនដែលខ្ញុំនៅជាមួយនឹងក៏បានទៅ clinic មួយកន្លែងទៀតបងប្អូនទៅដល់ប្រាប់ថាមានជំងឺទឹកដក់បើមិនឆាប់វះកាត់ទេថ្ងៃណាមួយវានឹងល្ងឹតតែម្ដងប៉ុន្តែថា clinic តែខ្ញុំទៅជារៀងរាល់ខែហ្នឹងអត់ប្រាប់យើងថាឆាប់វះកាត់ទេបងប្អូនគឺអត់ប្រាប់យើងតែឲ្យយើងបន្តភ្នែកពេលយើងប្រាប់ទៅថាមកពីអារម្មណ៍របស់យើងគឺខ្ញុំមានការហួសចិត្តជាខ្លាំងបងប្អូនព្រោះខ្ញុំគាត់ថាខ្ញុំនៅសល់មួយចំហៀងដល់ពេលអញ្ចឹងដល់ពេលមកល្ងឹតទៀតទៅខ្ញុំបានអីបងប្អូនអាចមើលបាននេះភ្នែកខ្ញុំបងប្អូនណាខាងឆ្វេងគឺសូនបងប្អូនគឺអត់ឃើញប៉ុន្តែខ្ញុំអត់និយាយទេខាងឆ្វេងខ្ញុំនិយាយខាងស្ដាំសិនព្រោះជំងឺដែលខ្ញុំជួបរាល់ថ្ងៃនេះខាងឆ្វេងគឺអត់មើលឃើញទេខ្ញុំវះកាត់ហើយតែខ្ញុំនឹងនិយាយនៅពេលក្រោយមកនិយាយខាងស្ដាំបងខាងស្ដាំរាល់ថ្ងៃឃើញតែ5%បងប្អូនខ្ញុំមើលត្រឹមហ្នឹងអត់បានកន្លះម៉ែទេបងប្អូនគឺខ្ញុំមើលឃើញគឺព្រើតែម្ដងជំងឺទឹកដក់ក្នុងផ្នែកគឺជំងឺមួយដែលកាចសាហាវធ្វើអត់ឲ្យយើងឈឺចុកចាប់ទេប៉ុន្តែដល់ដំណាក់កាលគឺល្ងឹតតែម្ដងខ្ញុំបានពិភាក្សាហើយក៏ទៅ clinic នេះក៏គាត់ប្រាប់ថាឆាប់វះកាត់ប៉ុន្តែវះកាត់ហើយក៏អត់បានភ្លឺដែរបងណាគឺទស្ស័យយើងខូចអស់ហើយស្វិតអស់ហើយគូខ្ញុំសម្រាប់ជំចិត្តនៅ clinic ហ្នឹងបងប្អូនចឹងបងប្អូនដែលមានបញ្ហាជំងឺទឹកដក់បើមានបញ្ហាកើតឡើងហើយបងប្អូនណាសូមកុំទុកឲ្យដូចខ្ញុំកុំបាច់បន្តថ្នាំទេសួរលោកគ្រូថាធ្វើម៉េចអាចទប់ស្កាត់បានត្រូវវះកាត់ត្រូវបាញ់អីបាញ់ទៅបងប្អូនកុំទុកឲ្យដូចខ្ញុំពោះពេលរាល់ថ្ងៃឃើញតែ5%ទេបងប្អូនគឺយើងថារាល់ថ្ងៃយើងមើលនៅភ្នែកបើភ្នែកយើងអត់ហើយទៅមើលអីរាល់ថ្ងៃនេះពេលយប់គឺខ្ញុំដើរមើលឃើញពេលថ្ងៃខ្ញុំដើរមកទេបងប្អូនរាល់ថ្ងៃថត TikTok ថតវីដេអូលេខកើតគឺខ្ញុំមើលដោយបង្ខំចិត្តទេបងប្អូនគឺខ្ញុំអត់មានអីទេគឺ5%ទេបងប្អូនណាមើលតែសរសេរខ្ញុំសេខັບសិនទៅគឺសរសេរអត់ត្រូវទេខ្ញុំមើលអត់ឃើញខ្ញុំវយជាសំឡេងទេអញ្ចឹងបើបងប្អូនជួបបញ្ហាបែបនេះហើយសូមប្រញាប់ទៅពេទ្យឲ្យលឿនកុំទុកឲ្យហួសពេលដូចខ្ញុំបើបងប្អូនគិតថាភ្នែកមាន2មាន3អាចដោះដូរបានបងប្អូនទុកបន្តចាស់តែចំណែកខ្ញុំសូមទោសខ្លួនឯងដែលខ្ញុំហួសពេលនឹងព្យាបាលបងប្អូនគឺខ្ញុំខូចឲ្យនេះបងប្អូនអាចមើលបានណានេះ5%ទេរាល់ថ្ងៃនេះមើលអត់ឃើញទេបើខ្ញុំដើរហាក្តៅហើយគឺខ្ញុំចូលមកលុបគឺខ្ញុំល្ងឹតតែម្ដងប៉ុន្តែលោកគ្រូពេទ្យថាវាអត់សូន្យទេគ្រាន់តែឃើញពលឺយើងអាចឃើញពលឺខ្លះគ្រាន់បើជាគេអ្នកពិការប៉ុន្តែយ៉ាងណាក៏ត្រូវតែអន់ចិត្តតែធ្លាប់មើលឃើញច្បាស់មើលឃើញពិភពលោកចង់ដើរទៅណាហើខ្លួនឯងបានបងប្អូនណាអញ្ចឹងកូនខ្ញុំមិនអស់ចិត្តគឺខ្ញុំបានសួរបង AI បងប្អូនសួរបង AI ទៅអ្វីដែលខ្ញុំកាត់ឡើងគឺដូចបង AI និយាយចឹងខ្ញុំមិនមើលឃើញទេខ្ញុំ voice សួរបង AI ទៅឲ្យប្អូនគាត់មើលឲ្យអ្វីដែលឈឺដូចគ្នាណាស់បងប្អូនណាគឺដូចគ្នាមែនតើអញ្ចឹងសូមបងប្អូនថែរក្សាសុខភាពភ្នែកឲ្យបានល្អកុំទុកឲ្យហួសពេលដូចខ្ញុំបងប្អូនណាវាជ្រុលហើយរាល់ថ្ងៃនេះគឺពិបាកមែនតើអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងគាត់ថាល្អបងប្អូនអាចចែករំលែកបានបើគាត់ថាល្អអូរំលងចាំថ្ងៃក្រោយខ្ញុំនឹងអត្ថាធិប្បាយអាខាងឆ្វេងឲ្យស្ដាប់បន្តទៀតមូលហេតុទេបានបញ្ហាបែបហ្នឹងអញ្ចឹងបាយបងប្អូនមានតែប៉ុណ្្នឹងចាអរគុណ